ដើរលេង4កន្លែងក្នុងរយៈពេល1ថ្ងៃនៅខេត្តកំពង់ឆ្នាំងអាចវិលល្ងាចវិញបានតោះទៅតាមដានសំណាងរបស់គ្នាទីមួយនោះគឺយើងមកលេងរមណីយដ្ឋានមើលផ្កាយបោះតង់ហើយក៏មានដំណឹងល្អមួយដែរដោយសារតែផ្លូវទៅថ្មក្រាលហ្នឹងបច្ចុប្បន្នគឺគេធ្វើហើយសឹងតែជិត100%ទៅហើយក៏ជិះស្រួលដែរខ្ទង់ប្រហែលជា30នាទីទេគឺមកដល់ហើយអញ្ចឹងណាហើយដោយសារខែនេះខែវស្សាគឺតំបន់ភ្នំគឺមានទឹកហើយនឹងទេសភាពពណ៌បៃតងក៏អញ្ចឹងក៏មានបងប្អូនយើងមកលេងច្រើនមែនតើជាលក្ខណៈក្រុមជាលក្ខណៈគ្រួសារគឺគាត់មកលេងតាមតំបន់ព្រៃភ្នំអញ្ចឹងណារមណីយដ្ឋានទី2គឺចំការក្រូចដែលស្ថិតនៅខេត្តកំពង់ឆ្នាំងជាប់ជាមួយនឹងមើលផ្កាយបោះតង់ដូចគ្នាគ្រាន់តែមើលផ្កាយបោះតង់គឺបត់ទៅឆ្វេងរមណីយដ្ឋានចំការក្រូចគឺជិះទៅត្រង់គឺម្ចាស់ resort គឺគាត់បានរៀបចំស្រស់ស្រាយមែនតើមានជាសួនផ្កាហើយសួនផ្កាហ្នឹងមានតាមរដូវណាបងប្អូនពេលខ្លះទៅអាចនឹងអត់ឃើញពេលខ្លះមានអញ្ចឹងណាហើយមានដូចជាដាំដូងដើម្បីគាត់ធ្វើដំណាំមានកន្លែង resort មួយហ្នឹងគឺគាត់ដាំនៅដំណាំហើយមានដូចជាចការក្រូចគាត់នៅខាងក្រោយមិនតែប៉ុណ្ណោះហើយក៏គាត់រៀបចំជាមួយនឹងកន្លែងបោះតង់ដែរសម្រាប់គ្នាយើងដែលយើងចង់ទៅសម្រាប់នៅហ្នឹងគឺមានកន្លែងសម្រាប់ camping ណាចំណែកឯ resort ទី3នោះគឺផ្ទះដងខៅដែលអ្នកនរគ្នាច្បាស់ជាស្គាល់ហើយក៏ទីតាំងនេះគឺរៀងធំជាងគេដែរនៅក្នុងម្ដុំចិត្តថ្មក្រាលហ្នឹងណាហើយឥឡូវនេះក៏គាត់ពង្រីកថែមទៀតដែរបាទគឺថែមមួយកន្លែងស្នាក់នៅខាងឆ្វេងដៃរបស់គាត់ទៀតហ្នឹងគឺគាត់ពង្រីកថែមហើយក៏ទេសភាពក៏ស្អាតដែរសារទៅនឹងចំពេលភ្លៀងរលឹមណាគឺមានអាប់នៅក្បែរជើងភ្នំអញ្ចឹងទៅសម្រាប់ឯទីតាំងចុងក្រោយនោះគឺ Mountain View បាទគឺ view ភ្នំគឺ360ដឺក្រេតែម្ដងហើយទេសភាពស្អាតមែនទែនបាទគឺពោពេញទៅដោយអាប៉ាខេនេះហើយកំពង់ឆ្នាំងមិនមែនមានតែរមណីយដ្ឋានប៉ុណ្ណឹងគឺមានច្រើនមែនទែនអ្នកគ្នាអាចមកលេងបានចំណាយអត់តិចនៅជិតទីក្រុងហើយដើរលេងបានច្រើនកន្លែង